នៅក្នុងគ្រួសារមួយដែលមានជីវភាពក្រីក្រលំបាកហើយមេគ្រួសារថែមទាំងជាអ្នកប្រមឹកស្រវឹងអួតទៅនួរាល់ថ្ងៃមិនគិតខំប្រឹងប្រែងរកស៊ីជួយទុកដាក់ប្រពន្ធកូនទេនោះជីវភាពគ្រួសាររឹតតែលំបាកយើងក៏លេចមកមើលពីតាជេងវិញនៅក្នុងគ្រួសារគាត់ក៏មិនមែនជាអ្នកធូរធារដែរអ្នកទីទួលលំបាកហើយគាត់ជាមនុស្សប្រមឹកស្រវឹងរាល់ថ្ងៃថែមទាំងមិនចេះធ្វើបុណ្យធ្វើទាននឹងគេទេតាជេងជាមនុស្សដែលមិនចូលចិត្តធ្វើបុណ្យដាក់ទានចំពោះអ្នកណាឡើយកាលពីគាត់នៅក្មេងគាត់ប្រកបរបរកាប់គោលក់សាច់លុះគាត់មានវ័យចំណាស់គិតចូលចិត្តផឹកស្រាលេងល្បែងស៊ីសងជេរស្ដីដេញប្រពន្ធកូនមិនឲ្យចូលផ្ទះឡើយហេតុដូច្នេះប្រពន្ធកូនរបស់គាត់ក៏ចាក់ចេញអំពីគាត់ទៅរស់នៅឯស្រុកឆ្ងាយជាមួយនឹងបងប្អូនសាច់ញាតិរបស់គាត់លុះពេលតាជេងចាស់ជរាគាត់ក៏មានជំងឺឈឺយ៉ាងធ្ងន់គ្មានកូននៅក្បែរម្នាក់ឡើយក្នុងកំឡុងពេលគាត់ឈឺគាត់ចេះតែស្រែកឮសូរសំឡេងដូចជាគោរោអញ្ចឹងគាត់ស្រែកទាំងយប់ទាំងថ្ងៃបណ្ដាលឲ្យរំខានដល់អ្នកក្នុងភូមិផងរបងជាមួយសម្រាប់មិនបានសោះនៅជិតផ្ទះគាត់មានប្តីប្រពន្ធពីរនាក់ពេលពួកគាត់ឮតាជេងស្រែកដូច្នោះពួកគាត់តែងតែយកបាយសម្លមកជូនគាត់ពិសារាល់ថ្ងៃតែចម្លែកណាស់ពេលដែលគាត់ទទួលទានអាហាររួចហើយគាត់នៅតែស្រែកដោយសារការឈឺចាប់ដដែលគាត់ចេះតែទារោគស្រាផឹកអ្នកជិតខាងឃើញដូច្នោះក៏ទៅទិញស្រាមកឲ្យគាត់ផឹកហើយក៏ឈប់ស្រែកដូច្នេះពេលដែលគាត់បរិភោគអាហាររួចគាត់ត្រូវពិសាស្រាបន្ថែមទៀតជារៀងរាល់ថ្ងៃតាជេងគាត់ស្រឡាញ់អ្នកជិតខាងពីអ្នកប្តីប្រពន្ធនេះណាគាត់និយាយទាំងទឹកភ្នែកថាចៅទាំងពីរតាអរគុណចៅហើយដែលបានមកមើលថែតាបាយសម្លទាំងនេះតាសូមឧទ្ទិសកុសលផលបុណ្យឲ្យចៅកើតជាតិណាសូមឲ្យចៅកុំឲ្យស្គាល់ភាពអត់ឃ្លានឲ្យសោះអ្នកទាំងពីរក៏ទទួលពរសាធុហើយនាំគ្នាត្រឡប់ទៅផ្ទះវិញច្រើនថ្ងៃក្រោយមកតាជេងក៏ទទួលមរណភាពបាត់ទៅចំណែកប្តីប្រពន្ធទាំងពីរនាក់នេះក៏ធ្វើបុណ្យឲ្យគាត់តាមប្រពៃណីដោយយកគាត់ទៅដុតរំលាយសពនៅលើភ្លឺស្រែមួយក្បែរភូមិរបស់គាត់ច្រើនខែមកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងទឹកដក់គ្រប់ទីកន្លែងបដោះជាប្តីឃើញដូច្នោះក៏ស្ពីត្រង់ទៅឆ្លុះកង្កែបដើម្បីយកមកធ្វើម្ហូបរាល់លើកនៅពេលដែលមានភ្លៀងធ្លាក់គាត់តែងតែទៅឆ្លុះកង្កែបបានច្រើនណាស់តែនៅថ្ងៃនេះគាត់រកកង្កែបបានតែ2គត់បដោះនោះក៏ធ្វើដំណើរទៅមុខទៀតរហូតដល់កន្លែងដុតខ្មោចតាជេងពេលនោះគាត់ក៏ឃើញកង្កែបមួយយ៉ាងធំកំពុងលោតសម្ដៅមករកគាត់បុរសនោះសប្បាយចិត្តណាស់ក៏ចាប់កង្កែបនោះដាក់ក្នុងទ្រុងរបស់គាត់ហើយត្រឡប់មកផ្ទះវិញលុះព្រឹកឡើងប្រពន្ធក៏ចាប់កង្កែបទាំងនោះមកធ្វើម្ហូបរីឯកង្កែបដែលធំគ្រាន់តែឃើញនាងនោះភ្លាមក៏លោតហក់មិនចេះឈប់ចំណែកនាងវិញក៏ចាប់កង្កែបទាំង3មកធ្វើម្ហូបដោយមិនបានចាប់អារម្មណ៍ពីអ្វីទាំងអស់នៅក្នុងរាត្រីថ្ងៃនោះនាងក៏បានគេងលក់ហើយយល់សប្តិឃើញតាជេងមកឈរយំនៅមុខផ្ទះរបស់នាងក្នុងសុបិននោះនាងបានសួរតាជេងថាលោកតាហេតុអ្វីក៏លោកតាយំខ្លាំងម្ល៉េះតាជេងកាន់តែយំខ្លាំងឡើងហើយបានប្រាប់នាងថាចៅស្រីក្នុងចិត្តតាស្រឡាញ់ចៅទាំងពីរស្មើនឹងកែវភ្នែករបស់តាពេលតាឃើញចៅប្រុសទៅដល់កន្លែងរបស់តាក៏ប្រឹងស្ទុះលោតទៅរកគេដោយការនឹករលឹកព្រោះតាគិតថានឹងបានមកជួបចៅហើយបានមករស់នៅជិតពួកចៅតែឥឡូវពួកឯងបានសម្លាប់យើងបាត់ទៅហើយពេលនោះនាងក៏ដឹងខ្លួនឡើងរហ័សដាស់ប្តីហើយសួរទាំងយប់ថាណែបងកង្កែបធំមួយនោះតើបងចាប់ពីកន្លែងណាប្តីប្រាប់ថាបងចាប់ពីកន្លែងដុតតាជេងប្រពន្ធប្រាប់ថាបងដឹងទេកង្កែបនោះគឺជាប្រលឹងរបស់តាជេងណាបងព្រោះគាត់បានមកពន្យល់សពខ្ញុំបំបាញ់មិញនេះដីលឺដូច្នោះក៏ភ្ញាក់ខ្លួនព្រឺតដែលឃើញតាជេងចាប់ជាតិជាសត្វកង្កែបគាត់មានការអាណិតនិងតក់ស្លុតចំពោះតាជេងយ៉ាងខ្លាំងរីឯប្រពន្ធក៏នឹកភិតភ័យណាស់ដែលនាំគ្នាបរិភោគសាច់កង្កែបនោះទោះជានាងចង់ក្អួតក៏ក្អួតមិនចេញទោះជាចង់យំក៏យំមិនកើតនាងនៅតែមានអារម្មណ៍ភ័យខ្លាចទ្រូងញ័រចំប្រប់ជារៀងរាល់ថ្ងៃបណ្ដាលឲ្យសុខភាពរបស់នាងមានការទ្រុឌទ្រោមជាលំដាប់ក្រោយមកប្តីក៏នាំប្រពន្ធទៅពិគ្រោះជាមួយនឹងព្រះសង្ឃអំពីខ្មោចតាជេងព្រះសង្ឃមានសង្ឃដីកាថាសូមឲ្យញោមទាំងពីរធ្វើបុណ្យឧទ្ទិសកុសលឲ្យប្រលឹងតាជេងដែលបានស្លាប់ទៅបន្ទាប់មកពីអ្នកប្តីប្រពន្ធក៏ត្រឡប់មកផ្ទះវិញពួកគាត់បានប្រារព្ធពិធីបុណ្យដោយអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមហើយនិមន្តព្រះសង្ឃវេចង្ហាន់រំលឹកដល់វិញ្ញាណក្ខន្ធតាជេងដែលបានស្លាប់ទៅឲ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ